lan ở lửa phơi ní sầm hẹp lan là cây sần ní cứ sạ lê po bảy tong mà bọn nó kia bà sầm hẹp lan sáng cứ sạ lê po khiêu bà hay sầm hẹp nơi bờ tây chân bà phía trán bà cứ co pra lan đã miền làm lại thao thao tê bằng bọn nó kia bà miền phèm pon chiêng và mùi pon chiêng bây giờ vậy chỉ rúm làm lại tu tư món cứ cây pra lan làm lại cho lọc mà mới tới pi mơn là cứ trán khlang mà hay nơi chân cứ sân là ngặt lời bà cây sần ní không không cứ trán mình tên bà anh vậy bàn thả lơ chất sập phía rồi bàដោយសារតែនៅទីនេះគឺជាកន្លែងផលិតបាទអញ្ចឹងប្រជាជនរបស់គេអត់និយមឡានថ្លៃប្រហែលទេបាទអ្នកដែលជិះឡានថ្លៃហ្មងលុះត្រាតែអ្នកមានកម្ពូលកប់ពពកអីបាទដូចជា Rolls Royce ដូចជា Lexus 517ដូចអីហ្នឹងគឺសឹងតែមិនឃើញមានទេបងប្អូនអ្នកគ្នាបាទជិះមួយថ្ងៃជួបមួយជិះមួយថ្ងៃជួបពីរហើយនៅនេះគេប្រើឡានគេល្បីទៅតាមតំបន់បាទដូចជានៅកងជើដូចអីហ្នឹងគឺសាប៊ូ BYD សាប៊ូ Ion សាប៊ូ Toyota BZ3 អីចឹងទៅបាទតែសម្រាប់ទៅខាងសៀងហៃឬក៏បេជិញអីអាហ្នឹងគឺសាប៊ូ Tesla បាទប៉ុន្តែឡានដែលគេប្រើភាគច្រើនគឺជាឡានដែលផលិតនៅក្នុងស្រុកបាទនៅប្រទេសយើងក៏ដូចគ្នាបាទក្នុងក្រុងឥឡូវអគ្គិសនីច្រើនទៅហើយបាទហើយពីឆ្នាំ2026នេះទៅហ្នឹងគឺកំណើននាំចូលគឺរឹតតែច្រើនបាទដោយសារតែរដ្ឋាភិបាលបានបញ្ចុះពន្ធបាទអគ្គិសនីឥឡូវហ្នឹងគឺតែ21%ទេបាទពីមុនគឺ28.35%បាទអញ្ចឹងតម្លៃគឺល្អជាងមុនគួរសមដែរបាទហើយបើសិនជាបងប្អូនមានបំណងចង់នាំចូលរថយន្តប្រភេទអគ្គិសនីប្រភេទ PHEV អីហ្នឹងបាទពីចិនបងប្អូនអាចធ្វើការដាក់កម្មង់មួយខ្ញុំបានបាទដោយសារខ្ញុំនាំចូលរាល់ខែបងប្អូនអរគ្នាបាទខ្ញុំនាំចូលឲ្យបងប្អូនយើងយកទៅប្រើផងបងប្អូនយកទៅលក់បន្តផងហើយតម្លៃគឺធានាពិសេសជូនបាទហើយអធិស្ឋានផងបាទបងប្អូនឆាតមកដល់ណាគឺនៅចិនរហូតបាទដូចក្នុងវីដេអូនឹងអញ្ចឹងបាទ